វែងជាងគេនៅក្នុងភូមិវិញម្ដងឃើញហើយពិតជារំជួលចិត្តគាត់រំភើបចិត្តរបស់គាត់គឺយំស្រក់ទឹកភ្នែកមាត់ដូចទឹកភ្លៀងស្រក់ហើយបងអូនប្រុសម្នាក់នឹងបានឃើញព្រះសង្ឃហើយគាត់ថ្វាយអង្គមដោយទឹកចិត្តសប្បាយរីករាយហើយនាំព្រះសង្ឃថាព្រះអង្គនិមន្តឆ្លងស្ពានថ្មីរំភើបញាប់ញ័រហើយគាត់បញ្ញាប់បញ្ញាល់បង្រៀនអាត្មាដើរតាមស្ពានថ្មីណាគាត់សប្បាយចិត្តគាត់គាត់ទៅប្រាប់គ្នាគាត់ថាព្រះអង្គនិមន្តមកហើយព្រះអង្គនិមន្តមកហើយឆ្លងស្ពានថ្មីហ្នឹងហើយភ្លៀងផងផ្គរផងហើយអ្នកស្រុកអ្នកភូមិហ្នឹងគឺថាសាមគ្គីគ្នាល្អមែនតើហើយគាត់ធ្វើខ្លះជូនខ្សាច់ខ្លះអាយឈើខ្លះភូមិមងគឺជាភូមិមួយដែលនៅឆ្ងាយជាងគេជាប់នឹងជើងភ្នំនៅក្នុងឃុំក្បាលទឹកហើយប្រជាជននៅទីនោះគឺនៅជាប់នឹងមាត់ស្ទឹងជាប់នឹងជើងភ្នំដូច្នេះគឺការធ្វើដំណើរទៅមកគឺតែងតែមានជួបផលលំបាកពេលដែលមានពិធីអត់ទេហើយជាក់ស្ដែងបងប្រុសម្នាក់នេះគាត់ឃើញអាត្មាព្រមគាត់យំដេកអហើយរៀបរាប់ប្រាប់ថាបងអូនគឺថាមិននឹកស្មានថាធ្វើតែ4ថ្ងៃហើយរួចហើយប្រជាជនសាមគ្គីគ្នាល្អណាស់ខ្លះជួយឈើខ្លះជួយខ្លះជួយដាំស្លខ្លះជួយជញ្ជូនខ្សាច់ខ្លះជួយអីគាត់និយាយបណ្ដើគាត់យំបណ្ដើគឺស្រក់ទឹកភ្នែកមាត់ដូចទឹកភ្លៀងយ៉ាងមើលគាត់ជូតទឹកភ្នែកគាត់មើលគាត់យំសប្បាយចិត្តណាគាត់សប្បាយចិត្តនឹងបានស្ពានថ្មីដោយប្រជាជនសាមគ្គីគ្នាមេភូមិមនុស្សភូមិអីទាំងអស់គឺថាប្រជាជនក្មេងចាស់ប្រុសស្រីហ្នឹងគឺថាណាធ្វើអីបានគឺធ្វើនឹងហើយមេជាងនោះនិយាយទាំងអួលដើមកប្រជុំតែមួយថ្ងៃអនុវត្តធ្វើ4ថ្ងៃគឺរួចស្ពានមានប្រមាណប្រវែង38ម៉ែត្រពីភូមិមងហ្នឹងគឺជាប់នឹងមាត់ស្ទឹងហ្នឹងគឺថាគាត់និយាយគាត់ថាមិននឹកស្មានទេគាត់ប្រាប់រៀបរាប់ប្រាប់អាត្មាថាពិតជាសាមគ្គីមួយដ៏អស្ចារ្យមែនហើយប្រជុំមួយថ្ងៃហើយអនុវត្តធ្វើ4ថ្ងៃស្ពានឈើ38ម៉ែត្រគឺថានេះក្រុមគាត់នេះគឺថាជ្រងច្រាំងមិនមែនត្រឹមប៉ុណ្ណឹងទេគឺអ្នកដាំស្លអ្នកអញ្ជូនខ្សាច់អញ្ជូនសាច់អ្នកទៅអាយឈើទៅអ្នកធ្វើហើយនេះគឺទាំងភ្លៀងទៅមកភ្លៀងធំមិនមែនអ្វីត្បិតតែភ្លៀងខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែអ្នកភូមិមងគឺតែងតែតស៊ូជានិច្ចសាមគ្គីគ្នាមិនឈប់ឡើយបើសិនជាការងារទាំងនោះមិនរួចទេជាចាស់ជញ្ជូនខ្សាច់ក្មេងៗជញ្ជូនខ្សាច់ខ្លះដាំស្លខ្លះទៀតដោយឃើញទស្សនវិជ្ជាសាមគ្គីស្រស់ស្រួលគ្នាល្អចេះជួយគ្នាទាន់សភាពការធ្វើរយៈពេលថ្ងៃស្ពានឈើមានប្រវែង35ម៉ែត្រដោយកម្លាំងអ្នកភូមិផ្ទាល់ដឹកនាំដោយលោកមេភូមិអ្នកភូមិទាំងស្រុងទាំងអស់ដោយឃើញពីភាពសាមគ្គីដូច្នោះហើយទៅអាត្មាភាពហ្នឹងគឺទៅមើលដោយផ្ទាល់ព្រមទាំងឧបត្ថម្ភជាថវិកាខ្លះនិងគ្រឿងតេយ្យទានខ្លះសម្រាប់បរិភោគនៅក្នុងការធ្វើស្ពានឈើអ្វីដែលជួបការលំបាកច្រើនជាងគេគឺអ្នកនៅត្រើយម្ខាងជាប់នឹងជើងភ្នំដូចជាត្រពាំងស្រង់បឹងធ្នង់ជាដើមដោយក្មេងៗត្រូវការសិក្សារៀនសូត្រនិងចាស់បំពេញបុណ្យនារដូវកាលគ្រប់រដូវកាលមិនថាកាន់បិណ្ឌមិនថាកឋិនទេឲ្យតែមានភ្លៀងជោគជុំគឺទឹកស្ទឹងនេះគឺជន់លិចតែម្ដងមិនអាចធ្វើដំណើរបានអញ្ចឹងបានអ្នកភូមិប្រជុំគ្នាតែមួយថ្ងៃធ្វើ4ថ្ងៃស្ពានឈើមានប្រវែង38ម៉ែត្រហើយទៅមើលទស្សនវិជ្ជាផ្ទាល់គឺពួកគាត់សប្បាយចិត្តមែនតើនៅពេលដែលឃើញស្ពានថ្មីហើយសប្បាយចិត្តថាក្មេងចាស់រដ្ឋាភិបាលគឺបានធ្វើដំណើរទៅមកដោយស្រួលហើយទាំងនោះក៏ស្នើសុំអាត្មាភាពសុំសូឡា2ដើមដើម្បីដាក់នៅសងខាងស្ពានពីស្រួលក្នុងការធ្វើហើយនេះជាទស្សនវិជ្ជាការដែលមិនទាន់ធ្វើផ្លូវមិនទាន់ធ្វើស្ពានដោយការនៅកន្លែងទឹកនោះគឺមិនទាន់ធ្វើកាលនោះគឺទៅកម្មវិធីបុណ្យមិនទាន់ធ្វើស្ពានដល់ឡើយទេហើយក៏បានទៅថតនៅទីនោះហើយក្រោយពីបុណ្យនោះ7-8ថ្ងៃក៏ប្រជាជនភូមិក៏បានប្រជុំគ្នាដើម្បីនឹងធ្វើស្ពានដោយទឹកជន់ជារៀងរាល់ថ្ងៃអញ្ចឹងហើយគឺកន្លែងនោះមិនទាន់ធ្វើនៅឡើយនេះគឺជាទស្សនវិជ្ជាហើយផ្លូវនេះគឺផ្លូវទៅអូចំបៃដែលជារមណីយដ្ឋានធម្មជាតិមួយផងដែរហើយដោយលំបាកផ្លូវនេះគឺគូយន្តដឹកឫស្សីហើយគឺជាប់ហើយសន្តោងគ្នានេះគឺថា
ជួបបញ្ហាលំបាកជាច្រើនប៉ុន្តែស្ពានថ្មីនេះគឺมันអាចឲ្យគូយន្តបឡើងបានទេគឺបានតែម៉ូតូកង់ឬអ្នកធ្វើដំណើរថ្មើរជើងតែប៉ុណ្ណោះគឺគូយន្តនៅតែនៅផ្លូវក្រោមដដែលហើយចាស់ព្រឹត្តិចារមិនសង្ងំនៅផ្ទះទេភ្លៀងធ្លាក់យ៉ាងណាគឺគាត់មកជញ្ជូនខ្សាច់ដាក់នឹងឲ្យមានស្រួលគាត់ធ្វើអីបានគាត់ធ្វើនឹងគឺថានោះហើយគឺជាការអាសាមគ្គីអ្នកខ្លះមិនបានធ្វើអីកាត់ក៏គាត់ទៅជួយលើកទឹកចិត្តទៅជួយអបអរខ្លះជួយថវិកាខ្លះជួយឈើខ្លះជួយអាខ្លះជួយសែងជួយលីជួយរែកអីចឹងទៅជួយជជែកកំសាន្តអីក៏មានដែរហ្នឹងហើយជួយជជែកកំសាន្តអីទៅជួយមើលចឹងជួយលើកទឹកចិត្តហ្នឹងគ្រប់ទម្រង់តែម្ដងគឺថាសាមគ្គីគ្នាបានល្អណាស់គាត់សប្បាយចិត្តអ្នកចិត្តអ្នកឆ្ងាយឧបត្ថម្ភគ្រប់គ្រងជួយលើកទឹកចិត្តជាកម្លាំងចិត្តពួកគាត់កាន់តែសប្បាយចិត្តជាក់ស្ដែងស្មាទៅទីនោះនេះបរោះម្នាក់នេះគឺគាត់មកថ្វាយអង្គមថាព្រះអង្គនិមន្តនិមន្តលើស្ពានថ្មីហ្នឹងគាត់សប្បាយចិត្តគាត់ឲ្យទៅព្រុតទៅប្រាប់គ្នាគាត់ថាព្រះអង្គនិមន្តមកហើយព្រះអង្គនិមន្តមកហើយសប្បាយចិត្តគាត់ថាគាត់សប្បាយមែនតើពេលចាស់ប្រុសស្រីដែលនៅក្នុងទឹកនៅក្នុងស្ទឹងនោះមិនមែនទៅលេងទឹកធម្មតាទេគឺកើបយកសាច់ពីក្នុងទឹកហ្នឹងហើយកើបយកសាច់ក្នុងទឹកទៅដាក់នៅខាងលើដើម្បីកន្លែងផ្លូវដែលខូចខាតដាក់ខ្សាច់ទៅឲ្យវាមានសុខភាពស្រស់ស្អាតសងខាងស្ពានឈើនេះមានប្រវែង38ម៉ែត្រតែសាងអំពីឈើគឺថាធ្វើរយៈពេល4ថ្ងៃរយោងតាមមេភូមិនិងមេជាងអានេះបានប្រាប់យ៉ាងអរន្ធត់តក់ស្លុតសบายរីករាយប្រាប់ទាំងភ្លៀងរងាប្រាប់ទាំងសบายចិត្តហើយបងនេះគាត់នៅតែឈរយំដដែលហ្នឹងក៏យំហើយការយំរបស់គាត់នេះមិនមែនយំដូចអ្នកដតីខូចចិត្តឬក៏ខូចអារម្មណ៍ឬក៏ជួបបញ្ហាទេគឺគាត់យំនេះគឺសบายចិត្តគាត់សบายចិត្តមែនតើដោយសារប្រជុំតែមួយព្រឹកហើយធ្វើ4ថ្ងៃហើយស្ពានឈើមានប្រវែង38ម៉ែត្រហើយពួកគាត់ក៏បានប្រាប់ដែរថាស្ពានឈើប្រវែង38ម៉ែត្រនេះសាងរយៈពេល4ថ្ងៃនេះគាត់ថាគឺជាស្ពានមួយដែលវែងជាងគេហើយនៅក្នុងភូមិនៅក្នុងឃុំនឹងតែម្ដងគាត់ថាស្ពានវែងជាងគេនៅក្នុងភូមិក្នុងឃុំនឹងតែម្ដងគឺគាត់សប្បាយចិត្តនឹងគ្នាគាត់ភ្លៀងខ្លាំងមែនតើពេលឃើញអាត្មាទៅដល់នឹងគឺគាត់មិនឈប់មិនសម្រាកទេគឺថាធ្វើឲ្យហើយខ្លះជ្រៀកខ្លះដំខ្លះដាក់ខ្លះបញ្ជូនដីខ្លះមកទៅជែកបដិសន្ធារកិច្ចហ្នឹងគឺថាសប្បាយចិត្តសម្ដែងអំពីការរីករាយសប្បាយក្នុងបានស្ពានថ្មីហ្នឹងក្រោយពីសួរសុខទុក្ខហើយជួយចូលរួមជួយឧបត្ថម្ភហើយក៏បានធ្វើដំណើរតាមនេះគឺជាទស្សនវិជ្ជាតាមភូមិពីភូមិមកយើងចូលភូមិតាំងខ្សាច់មកយើងចូលភូមិងយមកបានចូលភូមិជីពូកហើយក៏មកដល់ភូមិតាំងខ្យាតែម្ដងដោយនេះជាទស្សនវិជ្ជានៅភូមិនោះហើយគឺជាប់នឹងជើងភ្នំតែម្ដងគឺលែងមានភូមិតទៀតហើយត្រឹមភូមិនោះចុងគេបង្អស់ហើយនៅក្នុងភូមិបាទឹកស្រុកទឹកផុកខេត្តកំពង់ឆ្នាំងនេះឯងអត់មានដំណើរឆ្ងាយទេជាទស្សនវិជ្ជាទេសភាពបរិយាកាសនាពេលរដូវវស្សាខែកាន់បិណ្ឌហើយឆ្លងស្ពានតកែនេះកន្លែងនេះគឺជាស្ពានតកែដែលឆ្លងចេញពីវត្តព្រះវិហារមាសទៅចូលភូមិងយចេញពីភូមិងយទៅភូមិតាំងខ្សាច់ចេញពីភូមិតាំងខ្សាច់បានទៅភូមិបោកដែលស្ពានថ្មីសាងសង់បានរួចជាស្ថាពរសាងអំពីឈើមានប្រវែង38ម៉ែត្រនោះឯងនេះជាទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅក្នុងទឹកដីភូមិមោងឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនោះឯងដោយឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតកម្របានទៅនឹងហើយទៅកញ្ញាគាត់រីករាយស្រស់ស្រាយជាមួយនឹងធម្មជាតិដែលស្រស់បំព្រងក្រោមភ្លៀងរលឹមដែលធ្វើឲ្យជាប់ចិត្តដិតអារម្មណ៍គាត់ចង់ផ្ដិតយករូបភាពទុកជាអនុស្សាវរីយ៍នៅពេលក្រោយនៅ